videoរបស់ខ្ញុំបាទនៅថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់សំឡេងនៅពេលដែលយើងសាកថ្មទូរស័ព្ទអញ្ចឹងនៅពេលដែលយើងសាកថ្មទូរស័ព្ទទៅវានឹង load ជាសំឡេងដែលយើងបានដាក់ហ្នឹងជូនដំណឹងដល់យើងតែម្ដងអូខេគ្នាយើងអាចដាក់បានឥឡូវខ្ញុំសាកថ្មទូរស័ព្ទឲ្យវាលើសំឡេងបែបនេះឧទាហរណ៍ថាខ្ញុំសាកអញ្ចឹងអូខេI love you អូខេវាលើបែបហ្នឹងបងប្អូនទាំងអស់គ្នាវាលោតបែបហ្នឹងវាលើអញ្ចឹងប៉ុន្តែវាអត់លឿនពេកទេខ្ញុំធ្វើតេស្តឲ្យបងប្អូនទាំងអស់គ្នាមើលម្ដងទៀតគ្រាន់តែដោតវាហើយវានឹងលោតមកកន្លែងនេះក្រោយមកទៀតវានឹងជូនដំណឹងមួយវានឹងលោតចេញមកវានឹងនិយាយបែបហ្នឹងអូខេអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបនៃការដាក់បែបនេះគ្នាយើងអាចចូលរួមទស្សនាវីដេអូមួយនេះទាំងអស់គ្នាក្រុមជំនុំសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទបន្ត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់សំឡេងដោយដែលខ្ញុំបង្ហាញនៅក្បាលវីដេអូរបស់ខ្ញុំបាទអញ្ចឹងរបៀបនៃការដាក់គឺងាយងាយទេគ្នាយើងគ្រាន់តែចូលទៅក្នុងកម្មវិធី Shortcut របស់បងប្អូនទាំងអស់គ្នាអូខេខ្ញុំរកកម្មវិធី Shortcut sorry នេះ Shortcutកម្មវិធីមួយនេះបន្ទាប់មកចុចលើវាមកហើយនៅពេលដែលខ្ញុំដាក់ហើយគឺវាលោតមកបែបហ្នឹងអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការដាក់យើងត្រូវចុចកន្លែងសញ្ញាបូកនេះក្រោយមកទៀតចុចលើគេមកហើយអស់ខាងក្រោមរកពាក្យគេដាក់ថា change នេះកន្លែងរូបថ្មបញ្ចូលហ្នឹងគ្នាយើងចុចលើវាមកក្រោយមកទៀតអ្នកទាំងអស់គ្នាចុចពាក្យថា next ខាងលើនេះអូខេបន្ទាប់មកអ្នកទាំងអស់គ្នារកពាក្យថា play music ហើយយើង take វាមកហើយសរសេរពាក្យដែលអ្នកទាំងអស់គ្នាចង់ដាក់ខ្ញុំឧទាហរណ៍ថាពាក្យណាមួយដាក់ I love you ចុះមិញហ្នឹង I love you អូខេបន្ទាប់មកចុច next មកហើយបន្ទាប់មកទៀតចុចកន្លែងនេះគេអាហើយអ្នកទាំងអស់គ្នាចុចដានមករួចហើយបងប្អូនទាំងអស់គ្នាហើយនៅពេលដែលយើងចុចទៅយើងបញ្ចូលទៅវានឹងលឺហើយអ្នកទាំងអស់គ្នានៅពាក្យទាំងអស់ហ្នឹងអញ្ចឹងកន្លែងនេះវាដាក់ឲ្យអ្នកកន្លែង speak នេះ I love you អញ្ចឹងបងប្អូនយើងអាចសាកបានសម្រាប់ I love you អូខេនេះរបៀបដាក់វាគឺងាយងាយទេឥឡូវយើងអាចធ្វើតេស្តបានឥឡូវចេញទៅវិញហើយធ្វើតេស្តសិនដោតទៅបងប្អូនទាំងអស់គ្នាដោតទៅនៅពេលដែលថ្មយើងលុតចូល sorry អត់ចូលចឹងនេះចូលហើយពេលដែលថ្មយើងលុតចូលវានឹងលុតពាក្យថា I love you អូខេវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងហើយសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូមួយនេះដោយសារតែលក្ខណៈថាខ្ញុំធ្វើបណ្ដាខ្ញុំបង្ហាញអ្នកទាំងអស់គ្នាឲ្យយល់បណ្ដាអញ្ចឹងអាចនិយាយបានថាវីដេអូរៀងរអាក់រអួលបន្តិចដែរបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយក៏អភ័យទោសផងដែរអ្នកទាំងអស់គ្នាសម្រាប់ការរអាក់រអួលក៏ដូចជាការបង្ហាញទៅមិនសូវជាក្បោះក្បាយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ដឹងភ្លាមបងប្អូនយើងអាចខាបានឬក៏អាចមើលវីដេអូនេះគុណនឹង2បានជាមួយនឹងការលក្ខណៈថាបន្ថែមល្បឿនវីដេអូណាដោយសារតែខ្ញុំធ្វើការបង្ហាញទៅខ្លាចអ្នកទាំងអស់គ្នាមើលអត់ទាន់ឬក៏មើលអត់យល់អាចនឹងយឺតឬក៏អាចនឹងមិនទាន់ចិត្តរបស់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនយើងពេញចិត្តកុំភ្លេចជួយចុច like ក៏ដូចជាចែករំលែកវីដេអូមួយនេះបន្តទៀតផងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូបន្តទៀតជាមួយនឹងខ្ញុំបាទផងដែរ